គឺជួយឲ្យសរសៃឈាមបេះដូងមានដំណើរការល្អនិងជួយចាត់ចែងអត្រាជាតិខ្លាញ់កូលេស្តេរ៉ុលល្អនិងកូលេស្តេរ៉ុលអាក្រក់ព្រមទាំងទ្រីក្លីស្តេរីតនៅក្នុងឈាមបានទៀតល្បីខ្លាំងខាងផ្ដល់ជាតិទឹកដូងក៏មានលក្ខសារធាតុចិញ្ចឹមដែលមិនគួរមើលរំលងឡើយបើតាមការសិក្សាកាលពីឆ្នាំ2006អ្នកស្រាវជ្រាវសង្កេតឃើញថាទឹកដូងពូជខ្លះសម្បូរជីវជាតិអាហារូបត្ថម្ភនិងសមាសធាតុជីវសកម្មដែលជាភ្នាក់ងារអង់ទីអុកស៊ីដង់ដ៏មានសមត្ថភាពខាងកម្ចាត់ក្រុមកោសិកាសេរីដែលជាដើមហេតុនាំឲ្យមានស្ត្រេសនិងធ្វើឲ្យកោសិកាឆាប់ចាស់មុនវ័យនិយាយដោយចំទឹកដូងបានពំនាំមកនៅជាតិសើមផងនិងសារធាតុមីក្រូអាហារូបត្ថម្ភមានសមត្ថភាពបង្ការឲ្យមានសុខភាពល្អជាទូទៅទៀតទឹកដូងក៏សម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ម្យ៉ាងដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីឬក៏វីរុសនិងពពួកផ្សិតដូច្នេះការបរិភោគទឹកដូងចូលទៅក្នុងខ្លួនក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យនឹងជួយរក្សាប្រព័ន្ធការពារខ្លួនឲ្យមានកម្លាំងនិងមានសមត្ថភាពរឹងមាំហើយបូកផ្សំទៅនឹងជាតិទឹកដល់ទៅជិត 96% ទទួលទានទឹកដូងគឺជាការបង្កើនបរិមាណទឹកនោមបង្កើនសកម្មភាពបញ្ចេញចោលដែលអាចជួយកម្ចាត់ពពួកមេរោគបានក្នុងករណីមានការបង្ករោគនៅផ្លូវនោមមានន័យថាទឹកដូងអាចជួយដំណងរោមឬជួយចម្រោះជួយកម្រិតហានិភ័យនាំឲ្យមានគ្រោះក្នុងតម្រងនោមទឹកដូងគួរតែអាចជួយទ្រទ្រង់ដំណើរការរបស់ដំណងនោមបានក៏ប៉ុន្តែរហូតមកទល់ពេលនេះគ្មានភ័ស្តុតាងវិទ្យាសាស្ត្រណាមួយអាចបំភ្លឺឲ្យឃើញអំពីគុណសម្បត្តិនៃទឹកដូងចំពោះតម្រងនោមនោះទេសមត្ថភាពផ្នែកចម្រោះជាតិទឹកបានធ្វើឲ្យទឹកដូងជាប់ឈ្មោះជាភេសជ្ជៈជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាទល់ជាតិទឹកនៅក្នុងខ្លួនក៏ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៍ដ៏ច្រើននោះទឹកដូងក៏អាចជាគ្រោះថ្នាក់និងបង្កផលវិបាកបន្ទាប់បន្សំដែរចំពោះសុខភាពសម្រាប់អ្នកខ្លះមិនសូវផ្អែមជួនសាបខ្លាំងមានផ្ទុកជាតិស្ករតិចកាឡូរីទាបនិងគ្មានជាតិខ្លាញ់ទេទឹកដូងអាចជាជម្រើសដ៏ល្អអាចជាភេសជ្ជៈដ៏ប្រពៃសម្រាប់មកជំនួសភេសជ្ជៈផ្អែមដូចយ៉ាងទឹកផ្លែឈើទឹកក្រូចទឹកសូដាដែលទាក់ទាញខ្លាំងបំផុតនៅពេលដែលយើងស្រេកទឹកខ្លាំងឬក៏នៅពេលដែលមេឃក្តៅខ្លាំងនិងជាពិសេសសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរទម្លាប់ម្ដងម្កាលដើម្បីភាពរីករាយក៏ប៉ុន្តែបើទោះបីជាមានការអួតអាងអំពីគុណសម្បត្តិដ៏ច្រើនរបស់ទឹកដូងយ៉ាងណាក៏ដោយក៏ភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពដែលគ្មានអ្វីអាចប្រៀបបាននោះគឺទឹកសាបធម្មតាទេទឹកដូងអាចល្អជួយផ្ដល់ជាតិសើមជួយបំបត្តិការស្រេកទឹកតែមិនអាចជំនួសទឹកនិងរបបអាហារដ៏ត្រឹមត្រូវសម្រាប់សុខភាពឡើយអាចទទួលទានបានជារៀងរាល់ថ្ងៃដោយគ្មានគ្រោះថ្នាក់សម្រាប់អ្នកដែលមានសុខភាពល្អគ្មានជំងឺប្រចាំកាយគ្មានជំងឺរ៉ាំរ៉ៃជាប់ខ្លួននិងគ្មានបញ្ហាសុខភាពតែគេមិនអាចប្រមាថការបរិភោគទឹកដូងក្នុងបរិមាណដ៏ច្រើនហួសហេតុឡើយត្រឹមតែដូងមួយផ្លែឬក៏មួយកែវប្រមាណពី300ទៅ500មីលីលីត្រអាចចាត់ទុកថាសមរម្យពីព្រោះទឹកដូងមានបង្កប់សមត្ថភាពបញ្ចុះលាមកអ្នកមានបញ្ហាទល់លាមកអាចទាញប្រយោជន៍ពីទឹកដូងនេះបានក៏ប៉ុន្តែប្រសិនបើហ៊ានពិសាច្រើនជ្រុលពេកនោះក៏វានឹងនាំមកនៅវិបត្តិវិញនិងជាការរាករូសតែម្ដងអ្នកមានបញ្ហាខ្សោយពោះវៀនបញ្ហារំលាយអាហារគួរក៏ប្រុងប្រយ័ត្នខ្លាំងដែរនិងមិនគួរបរិភោគទឹកដូងជាប្រចាំឬច្រើនពេកទេដោយហេតុថាទឹកដូងមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដល់ទៅប្រមាណ200មីលីក្រាមក្នុង100ក្រាមទឹកដូងអ្នកមានជំងឺឡើងជាតិប៉ូតាស្យូមមិនគួរបរិភោគទឹកដូងទេនៅពេលដែលអត្រាជាតិប៉ូតាស្យូមក្នុងឈាមឡើងខ្ពស់អ្នកជំងឺអាចជួបគ្រោះថ្នាក់និងផលវិបាកមួយចំនួនដូចជាធ្វើឲ្យចង្វាក់បេះដូងលោតញាប់មានអាការៈចង់ក្អួតអស់កម្លាំងរ៉ាំរ៉ៃចុះខ្សោយសាច់ដុំនិងពិបាកដកដង្ហើមគ្រូពេទ្យក៏មិនណែនាំឲ្យអ្នកដែលមានបញ្ហាតម្រងនោមឬក៏ជំងឺខ្សោយតម្រងនោមពិសាទឹកដូងដែរទឹកដូងមិនប្រកាសថាដូចគ្នាទេទឹកដូងខ្លះផ្អែមខ្លាំងមានកម្រិតជាតិស្ករខ្ពស់ក៏អាចមិនល្អសម្រាប់អ្នកដែលមានរោគទឹកនោមផ្អែមដែរម្យ៉ាងវិញទៀតទឹកដូងខ្ចីធម្មជាតិក្នុងផ្លែដូងស្រស់និងទឹកដូងក្នុងប្រអប់ក្នុងកំប៉ុងផលិតបែបឧស្សាហកម្មគ្មានតម្លៃអាហារូបត្ថម្ភនិងគុណសម្បត្តិដូចគ្នាទេសូមប្រុងប្រយ័ត្នពិនិត្យមើលឲ្យបានច្បាស់ឲ្យដឹងថាទឹកដូងប្រអប់ឬកំប៉ុងនោះ
ពិតជាទឹកដូងសុទ្ធ 100% គ្មានដាក់បន្ថែមនៅជាតិស្ករនៅសារធាតុគីមីបន្ថែមទទួលទានទឹកដូងធម្មជាតិនិងមានគុណភាពពិតទើបមិនធ្លាក់ក្នុងអន្ទាក់ពាណិជ្ជកម្មដែលគេឃោសនាអួតអាងអំពីគុណប្រយោជន៍នៃទឹកដូងដើម្បីទាញចំណេញនៅទីផ្សារក្រៅអំពីបរិភោគជាភេសជ្ជៈបំបត្តិការស្រេកទឹកទឹកដូងក៏គេអាចយកទៅប្រើប្រាស់លាយក្នុងភេសជ្ជៈក្រឡុកក្នុងម្ហូបអាហារដើម្បីលើករសជាតិដោយមិនបង្កើនជាតិស្ករបានដែរ